ដល់កហើយនេះផ្អើលទឹកផ្អើលដីផ្អើលកបីផ្អើលគោហើយលឿងប្រព្រឹងប្រព្រាតណាយណីបាទជំរាបសួរបងប្អូនដែលស្នេហាវិស័យវប្បធម៌កីឡាទូកងបងប្អូននេះជាសកម្មភាពរបស់ចំណោះទូកកាលពីព្រឹកមិញនៅឯខាងបាទអូកន្ធរចំណោះនេះគឺជាចំណោះរបស់គង្គគាពិសីសែនជ័យមុននឹងធ្វើការឡើងទូកសាកល្បឿនទូកថ្មីជូនបងប្អូនកម្ពុជាក្រោមរបស់យើងមុននឹងចាប់ផ្ដើមឡើងអុំគឺមានការបាត់ទាញសរសៃកម្ដៅសាច់ដុំរត់បន្តិចបន្តួចដើម្បីឲ្យខ្យល់ដង្ហើមបាទមានចលនាល្អធ្វើឲ្យសួតបាទដំណើរការបានល្អពេលដែលឡើងទូកហើយមិនសូវហត់មិនសូវអស់កម្លាំងអញ្ចឹងណាហើយសកម្មភាពទាំងអស់នេះមិនមែនចេះតែធ្វើមិនមែនចេះតែរនឹកទេគឺសិតតែមានគ្រូបាទមានក្បាច់បាទមានការបង្ហាញត្រឹមត្រូវមានក្បួនមានខ្នាតមិនមែនចេះតែនឹកឃើញទេដូច្នេះបងប្អូនបើគិតថាល្អបងប្អូនអាចអនុវត្តតាមបានមិនមែនជាការចម្លងឬមួយក៏ធ្វើតាមអីទេគឺយើងធ្វើដើម្បីសុខភាពគឺយើងធ្វើដើម្បីភាពជោគជ័យទាំងអស់គ្នាចំណុះគង្គគាពិសីសែនជ័យត្រូវឡើងលើទូកថ្មីដែលកសាងដោយលោកពូកេតផលដើម្បីសាកល្បឿនជូនបងប្អូនកម្ពុជាក្រោមកាលពីព្រឹកមិញទូកដែលមានឈ្មោះថាខ្មែរក្រោមដែលជោសែនជ័យដូច្នេះបងប្អូនពេលដែលយើងមើលវីដេអូនេះរួចយើងនឹងទៅតាមដានវីដេអូសាកល្បឿនទៀតអាវុធចេញមួយច្បាស់ចាក់ជ្រៅទាញវែងយ៉ាងមានទម្ងន់មានប្រសិទ្ធភាពតើចំណុះនៅខាងណាខាងណីចេះអីក៏ល្អម្ល៉េះក្បាលចងកន្សែងក្រហមអមនឹងសម្លេងស្រែកបញ្ជាពីមេតបធំដែលកាន់កំបិតនៅឯក្បាលទូកទៀតធ្វើឲ្យចំណុះកាន់តែស្វាហាប់កាន់តែខ្លាំងកាន់តែមានកម្លាំងក្នុងការចាក់ជ្រងទូកមែនទែនជំរាបសួរបងប្អូនដែលស្នេហាវិស័យវប្បធម៌ទូកងកម្ពុជាថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលចំណុះពិសេសដែលចំណុះនេះយើងដឹងថាជាចំណុះរបស់គង្គគាពិសីសែនជ័យធ្វើការចោះទូកថ្មីដើម្បីសាកល្បឿនទូកជូនបងប្អូនខ្មែរនៅកម្ពុជាក្រោមរបស់យើងទូកនេះគឺជាស្នាដៃបង្កើតដោយលោកពូកេតផលហៅជាងជោចកសាងនៅក្នុងជំរំវត្តស្លែងរួចរាល់ 100% ហើយមុននឹងយកជូនបងប្អូនខ្មែរកម្ពុជាក្រោមធ្វើការសាកល្បងល្បឿនជូនសិនបងប្អូនណាក្រឡេកមើលជើងច្រវាបន្តិចជើងច្រវាពណ៌សរីឯឯកសន្តានពណ៌លឿងក្បាលជក់កន្សែងក្រហមអាយយល្បឿនរត់ជ្រែកទឹកឡើងស្អាតណាស់ក្រឡេកមើលស្មាឯកស្មារាំងហើយសក់របស់ទូកនោះបាទត្រង់ភ្លើងបញ្ជាក់ថាកម្លាំងនៃចំណុះចាក់យោងទូករត់យ៉ាងលឿនរំភើយផាយផាត់តែម្ដងបងប្អូនយល់យ៉ាងណាដែរចំពោះល្បឿនទូករបស់បងប្អូនកម្ពុជាក្រោមមួយគ្រឿងនេះដែលទើបតែកសាងរួចថ្មីនេះទេឃើញល្អអញ្ចឹងណាម្ចាស់ឈោមើលញញឹមចង់បានទាំងទូកចង់បានទាំងចំណុះយកទៅឥឡូវហើយឲ្យតែព្រមព្រៀងគ្នាយកទាំងចំណុះទៅអុំតែម្ដងបាទបងប្អូនណាទូកមួយគ្រឿងនេះមើលទៅគឺស្អាតណាស់បងប្អូនហើយទាំងល្បឿនទាំងរូបរាងទាំងរូបសម្រស់មើលទៅមិនស្រឡាញ់មិនបានតែម្ដង